នេះគឺជារបៀបដែលយើងបង្កើត barcode នៅក្នុងកម្មវិធី Excel បាទហើយ barcode ហ្នឹងគឺយើងបង្កើតតាមរយៈ product ID បាទខ្ញុំមានជាឧទាហរណ៍ខ្លីមួយបាទអញ្ចឹង product ID យើងមានលេខកូដស្រាប់ហើយបន្តមកទៀតយើងចង់ធ្វើ barcode ដើម្បីគេ scan បាទអញ្ចឹងដំបូងគឺយើងវាយលក្ខណៈរបស់វាសិន369វាបាទស្មើសញ្ញា double quote មកបន្តមកទៀតយើងដាក់សញ្ញាផ្កាយចូលក្នុងសញ្ញា double quote ហ្នឹងហើយដាក់សញ្ញានឹងមួយមកបាទបន្តមកទៀតយើងទៅចាប់តម្លៃ product ID បាទហើយយើងដាក់សញ្ញានឹងមួយទៀតបន្តមកទៀតដាក់ double quote សញ្ញាផ្កាយមួយទៀតបាទយើងវេអញ្ចឹងដើម្បីឲ្យវាទៅជាលក្ខណៈ barcode ណាបាទហើយគ្រាន់តែ enter មកបានហើយយើងទាញវាចុះក្រោមរហូតមកឲ្យវាដូចគ្នាទាំងអស់បាទបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺយើងទៅដូរពុម្ពអក្សរវាស្រេចទាំងអស់មកបាទពុម្ពអក្សរហ្នឹងឈ្មោះCIA បាទ CIA កូដ39បាទ font ហ្នឹងកុំព្យូទ័រអ្នកទាំងនេះអត់មានបើអត់មានអ្នកទាំងនេះអាចតឡើងបានណា font ហ្នឹងយើងទៅ download ពី Google បានឬមួយអាចឆាតមកខ្ញុំក៏បានដែរបាទខ្ញុំ download ទុកហើយបាទអញ្ចឹងយើងគ្រាន់តែដាក់ font ហ្នឹងទៅបាទយើងបានជាលក្ខណៈ barcode អាច scan បានចង់ធំតូចយើងសេរីទំហំវាតាមរយៈស្ដែងតែបាទអាហ្នឹងគឺសម្រាប់យើងបង្កើត barcode ទៅលើផលិតផលអីមួយដើម្បីគេ scan ណាបាទហើយបើសិនអ្នកទាំងនេះចង់បាន code ចង់បាន font ហ្នឹងអាចឆាតមកខ្ញុំតាម Telegram បាន